ទី3ព័ត៌មានទី3តាក់ទងជាមួយនឹងការបង្ក្រាប scam ជនបោកប្រាស់តាម online បាទនេះគឺសារព័ត៌មានច្រើនណានៅជប៉ុនគេសរសេរតាម headline ជប៉ុនហ្នឹងគឺថាមានជនជាតិជប៉ុនផងដែរអញ្ចឹងបើតាមសេចក្តីរាយការណ៍គឺឲ្យដឹងថាប៉ូលីសម៉ាឡេស៊ីបានឃុំខ្លួនមនុស្សជាង 2200 នាក់ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់បន្ទាប់ពីធ្វើការឆ្មក់ចូលមូលដ្ឋានដែលត្រូវបានចាត់ប្រកាន់ថាប្រើប្រាស់ដោយក្រុមអ ுக ្រិតជននៅទូទាំងប្រទេសម៉ាឡេស៊ីនេះជាសកម្មភាពអនុវត្តច្បាប់ដ៏ធំមួយនៅក្នុងតំបន់ប្រឆាំងនឹងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញប៉ូលីសបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថាការឆ្មក់ចូលដែលធ្វើឡើងចាប់តាំងពីខែមករារហូតដល់ខែមេសាបានបណ្ដាលឲ្យមានការឃុំខ្លួនមនុស្សចំនួន 2251 នាក់ដែលត្រូវបានគេជឿជាក់ថាពាក់ព័ន្ធនឹងសកម្មភាពឆបោកការបង្ក្រាបនេះបានផ្ដោតលើមូលដ្ឋាននៃក្រុមបោកប្រាស់ដែលត្រូវបានចោទប្រកាន់ថាកំពុងប្រតិបត្តិការនៅក្នុងតំបន់ផ្សេងៗគ្នានៅទូទាំងប្រទេសម៉ាឡេស៊ីទំហំនៃប្រតិបត្តិការនេះចង្អុលបង្ហាញអំពីការខិតខំប្រឹងប្រែងអនុវត្តច្បាប់ដែលបានរៀបចំជាជាងសកម្មភាពក្នុងស្រុកដាច់ដライការឃុំខ្លួននេះក៏បានបង្ហាញផងដែរថាក្រុមឆបោកកំពុងប្រើប្រាស់តាមបណ្ដាញគេហទំព័រអ៊ីនធឺណិតយ៉ាងទូលំទូលាយជាងមណ្ឌលមួយចំនួនតូចដែលងាយស្រួលកំណត់អត្តសញ្ញាណបាទឥឡូវចេញសញ្ញាមួយទៀតហើយកាលលើកមុនបង្ក្រាបអាធំពួកជាមួយនឹងទៅអាតូចនៅក្នុងតំបន់នៅក្នុងខណ្ឌូក្នុងផ្ទះតូចវិឡាទីអីហ្នឹងបាទឥឡូវនេះនៅម៉ាឡេស៊ីដើរដល់ដំណាក់កាលធ្វើតាមអនឡាញដូច្នេះអ្នកដែលបញ្ជាហ្នឹងគឺបាទបកពីកន្លែងណាផ្សេងទៀតក៏មានដែរកាលពីមុនមានការបង្ក្រាបហ្នឹងគឺតាមមជ្ឈមណ្ឌលធំតែម្ដងឥឡូវហ្នឹងក្រោយពីកិច្ចពីមជ្ឈមណ្ឌលធំមកពួកហ្នឹងមកជួលខុនដូផ្ទះល្វែងផ្ទះវិឡាយហ្នឹងធ្វើនៅកន្លែងហ្នឹងហើយក៏មានការបង្ក្រាបឥឡូវហ្នឹងនៅម៉ាឡេស៊ីដល់កម្រិតមួយគឺប្រើតែ website តែម្ដងប្រើតែ website ហើយម្នាក់ដែលនៅនឹងគឺនៅកន្លែងផ្សេងគ្នាអញ្ចឹងដូច្នេះឥឡូវនេះគឺតាមការឲ្យដឹងពីប៉ូលីសរបស់ម៉ាឡេស៊ីនេះគឺតើតាមដានមនុស្សនឹងទៀតឲ្យបានដឹងយ៉ាងម៉េចធ្វើតំណែងតំណគ្នាតម្រាំចាប់បានមួយចឹងបានន័យថាធ្វើឲ្យប្រតិបត្តិការនេះកាន់តែស្មុគស្មាញជាងមុនទៅទៀតបាទគឺពួកគេលែងនៅក្នុងមជ្ឈមណ្ឌលដែលទូលំទូលាយជាងមុនហើយនៅក្នុងការបង្ក្រាបដែលបានធ្វើឡើងរវាងចុងខែមករានិងដើមខែកុម្ភៈជនសង្ស័យបោកប្រាស់ចំនួន270នាក់ក្នុងចំណោម430នាក់ត្រូវបានគេរកឃើញថាជាជនបរទេសកាលនោះមានជប៉ុនមានអីដែរណាទាំងនេះរួមមានជនជាតិឥណ្ឌូនេស៊ីនិងចិនក៏ដូចជាជប៉ុនចំនួន5នាក់ផងដែរគេជប៉ុន5នាក់ផងដែរព័ត៌មានលម្អិតនោះបានឲ្យដឹងអំពីលក្ខណៈឆ្លងដែននៃប្រតិបត្តិការបោកប្រាស់បែបនេះខណៈដែលគេមិនបានបញ្ជាក់អំពីទួលនីតិពិតប្រាកដរបស់អ្នកដែលត្រូវបានចាប់ឃុំនោះទេក៏ប៉ុន្តែវត្តមានរបស់ជនបរទេសជាច្រើននៅមជ្ឈមណ្ឌលនេះបង្ហាញថាមូលដ្ឋានឆបោកអាចជាផ្នែកមួយនៃរចនាសម្ព័ន្ធឧក្រិដ្ឋកម្មក្នុងតំបន់ឬអន្តរជាតិកាន់តែទូលំទូលាយជាងគឺក្រុមតែមាននៅក្នុងស្រុកប៉ូលីសបាននិយាយថាក្រុមទាំងនោះកំពុងធ្វើប្រតិបត្តិការពីលំនៅឋានធម្មតានៅផ្ទះធម្មតាពីអគារពាណិជ្ជកម្មនិងពីអគារផ្សេងទៀតដែលត្រូវបានជួសជុលឡើងវិញតាមរបៀបដែលលាក់បាំងការប្រើប្រាស់ពិតប្រាកដរបស់ពួកគេជាមជ្ឈមណ្ឌលឆបោកចាំបានន័យថានៅខាងមុខអាចនឹងមានលក់មានអីផ្សេងអញ្ចឹងទៅគេធ្វើអីផ្សេងប៉ុន្តែនៅខាងក្នុងបើជាកន្លែងឆបោកវាដូចជានៅកម្ពុជាប្រិមិត្តមួយចំនួនអាចធ្លាប់ដឹងគឺអ្នកខ្លះហ្នឹងនៅពីមុខលក់អីចឹងប៉ុន្តែនៅខាងក្រោយមានលេខបៀលេខមួយវងពីរវងអីចឹងទៅបាទឥឡូវនេះចូលដល់ដំណាក់កាលរបៀបហ្នឹងហើយបាទវិធីសាស្ត្រនេះឆ្លុះបញ្ចាំងអំពីរបៀបដែលប្រតិបត្តិការបែបនេះច្រើនតែត្រូវបានបង្កប់នៅក្នុងបរិស្ថានទីក្រុងឬពាក់កណ្ដាលទីក្រុងធម្មតាដែលធ្វើឲ្យពួកគេពិបាកកំណត់អត្តសញ្ញាណដោយគ្មានការស៊ើបការសម្ងាត់ឬការឃ្លាំមើលគោលដៅនោះឲ្យបានដឹកចិត្តដិតនោះទេការបង្ក្រាបរបស់ម៉ាឡេស៊ីហាក់ដូចជាបង្កើតជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់កាន់តែទូលំទូលាយដើម្បីរំខានដល់សមាជិកឆបោកស្វែងរកមជ្ឈមណ្ឌលប្រតិបត្តិការខ្លែងបន្លំនិងទប់ស្កាត់បណ្ដាញឆបោកឆ្លងដែនដែលបន្តកេងប្រវ័ញ្ចទាំងការចល័តនិងគម្លាតការអនុវត្តច្បាប់ខ្សោយនៅទូទាំងតំបន់បាទអញ្ចឹងគឺពួកដែលនៅមកបោកហ្នឹងគឺឃើញថានៅការអនុវត្តច្បាប់
នៅក្នុងបណ្ដាប្រទេសទាំងនោះនៅមានចន្លោះប្រហោងពួកនឹងឆ្លៀតឱកាសតែម្ដងបាទអញ្ចឹងនេះគឺជារឿងនៅម៉ាឡេស៊ីណាដែលខ្ញុំឃើញការផ្សាយនៅថ្ងៃនេះខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី4បាទព័ត៌មានទី4នេះគឺរុស្ស៊ីគាត់ជំរុញឲ្យទូតបរទេសនេះជំនះមន្ត្រីនិងបុគ្គលិករបស់ខ្លួនចេញពីប្រទេសពីរដ្ឋធានីអ៊ុយក្រែនណានៅថ្ងៃពុធនេះរុស្ស៊ីបានជំរុញឲ្យបរទេសបាទអង្គទូតបរទេសជំនះអ្នកការទូតនិងបុគ្គលិកផ្សេងទៀតរបស់ពួកគេចេញពីរដ្ឋធានីគៀវដោយសារតែអាចមានការវាយប្រហារសងសឹកប្រសិនបើអ៊ុយក្រែនធ្វើការវាយប្រហារក្នុងអំឡុងពេលប្រារព្ធទិវាជ័យជំនះនៅថ្ងៃទី9ខែឧសភានៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងថាកំណត់ទូតមួយទៅបានផ្ញើទៅកាន់ស្ថានបេសកកម្មការទូតបរទេសទាំងអស់និងការិយាល័យតំណាងនៃអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅក្នុងប្រទេសនោះកំណត់ទូតនេះបានរំលឹកឡើងវិញនៅសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដែលចេញផ្សាយកាលពីថ្ងៃច័ន្ទដែលបាននិយាយថាខ្លួនបានកត់សម្គាល់ពីអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃដដែលនោះបាទនៅក្នុងសន្ទរកថាមួយនៅក្នុងសម័យប្រជុំបើកសម្ពោធនៃកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបលើកទី8នៅរដ្ឋធានីយេរេវ៉ាន់ប្រទេសអាមេនីលោក Zelensky បានរំលឹកឡើងថារុស្ស៊ីបានប្រកាសថាខ្លួននឹងរៀបចំការដើរដង្ហែក្បួនទិវាជ័យជំនះប្រចាំឆ្នាំនៅថ្ងៃទី9ខែឧសភានៅទីក្រុងមូស្គូដោយគ្មានយុទ្ធោបករណ៍នានាលោក Zelensky បាននិយាយថាប្រសិនបើរឿងនោះកាត់ឡើងមែនវានឹងក្លាយជាលើកដំបូងហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះពួកគេមិនអាចមានលទ្ធភាពទិញយុទ្ធោបករណ៍បានទេហើយពួកគេខ្លាចយន្តហោះគ្មានមនុស្សបើកអាចហោះពីលើទីលានក្រហមកន្លែងដែលគេហាត់កន្លែងគេធ្វើព្យុហយាត្រាណានៅថ្ងៃទី29ខែមេសាក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាយុទ្ធោបករណ៍នានារបស់ប្រទេសនេះនឹងមិនចូលរួមនៅក្នុងក្បួនដង្ហែយោធានៅឆ្នាំនេះទេដោយសារតែស្ថានភាពប្រតិបត្តិការនាពេលបច្ចុប្បន្នបាទចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទហើយសូមអរគុណប្រិយមិត្តផងដែរដែលនៅតែបន្តតាមដានការចែករំលែកព័ត៌មានរបស់ខ្ញុំបាទទោះបីជាខ្ញុំងាកមកផ្សាយព័ត៌មានអន្តរជាតិច្រើនជាងព័ត៌មានអាមេរិកាំងច្រើនជាងព័ត៌មានតាក់ទងនឹងកម្ពុជាក៏ដោយណាបាទបើសិនជាមានរឿងតាក់ទងនឹងកម្ពុជាខ្ញុំនឹងយកមកជម្រាបជូនផងដែរបាទអញ្ចឹងសូមអធិស្ឋានផងប្រហែលថ្ងៃកន្លងមកនេះគឺអត់បានមកចូលដោយសារតែរវល់ការងារផ្ទាល់ខ្លួនឥឡូវនេះថ្ងៃនេះក៏រវល់ដែរអញ្ចឹងហើយបានជាខំចូលមុនមកដើម្បីបំរើជូនប្រិមិត្តអាហើយសិនមុននឹងធ្វើការងារផ្ទាល់ខ្លួនបាទអញ្ចឹងសម្រាប់អ្នកចូលមកស្ដាប់ព័ត៌មានគឺសូមអស់តែប៉ុណ្ណេះបាទសូមជម្រាបលាតែសូមឆ្លើយសំណួរមួយជឿថាប្រិមិត្តចង់ដឹងខ្លាំងរឿងអ៊ុន clause ហ្នឹងខ្ញុំក៏មិនសូវដឹងច្បាស់ដែរណាបាទខ្ញុំបើមានអត្ថបទណាតាក់ទងរឿងហ្នឹងខ្ញុំយកមកជម្រាបជូនបាទតែជឿថាប្រិមិត្តចង់ដឹងរឿងហ្នឹងច្រើនណាស់បាទวันนี้អូខេអត់អីទេបាទមានណាជំរាបសួរលោកកុំសេមី home service អូនផាវីបាទហូហ្គីតាបកសូម៉ាលីតារាគឺមានគេចូល hack មែនបាទជាមានបញ្ហារត់បាទមិនមែនទេមិនមែនគេ hack ទេគឺអ៊ីនធឺណិតនិង app ដែលខ្ញុំប្រើហ្នឹងវាមានបញ្ហាទេមិនមែនមានណា hack ទេបាទលោកចន្ទថាបាទអូខេបាទអូខេអ្នកបងពុទ្ធីអ្នកបងពុទ្ធីខានជួបគ្នាប្រហែលថ្ងៃបាទអូខេអញ្ចឹងអរគុណណាអរគុណច្រើនអញ្ចឹងអត់មានសំណួរអីទេអញ្ចឹងអរគុណបាទទាំងដែងសួរថាម៉េចជំរាបសួរបងតាអ្នកកណ្ដាលនិយមគេទៅបោះឆ្នោតដែរឬទេបើទៅបោះឆ្នោតគេចូលលើគោលការណ៍អ្វីខ្លះអរគុណនឹងការចែករំលែករបស់បងចង់និយាយបោះឆ្នោតនៅអាមេរិកហ៎បាទបោះឆ្នោតអាមេរិកអ្នកកណ្ដាលហ្នឹងទៅហើយបាទអ្នកកណ្ដាលនិយមហ្នឹងទៅច្រើនហើយបានជាមានការផ្លាស់ប្ដូរអញ្ចឹងក៏ប៉ុន្តែ primary ចេះទេ primary វាអាស្រ័យទៅលើរដ្ឋខ្ញុំមិនបាន check មើលឲ្យច្បាស់តួលេខទេក៏ប៉ុន្តែមានរដ្ឋមួយចំនួនគឺគេទៅបោះឆ្នោតហ្នឹងកន្លែងមណ្ឌលជាមួយគ្នាមែនក៏ប៉ុន្តែបើសិនជាអ្នកណាប្រាប់គេថាខ្លួនបោះឲ្យតែសិលឹករបស់គណៈបកសាធារណរដ្ឋគេឲ្យតែសិលឹករបស់គណៈបកសាធារណរដ្ឋទេគឺខុសចឹងបើថាក្បួននៅ
បើឆ្នោតនៅអាមេរិកនឹងមានលក្ខណៈស្មុគស្មាញច្រើនណាស់ពីរដ្ឋមួយទៅរដ្ឋមួយហ្នឹងហើយចាំបានអ្នកសារព័ត៌មានដែលខ្ញុំផ្សាយកន្លងមកឲ្យប្រិមត្តឲ្យស្រួលយល់ហ្នឹងគឺគេថាធ្វើឲ្យ simplify គឺឲ្យសាមញ្ញហើយស្រួលយល់ទេគឺនៅរដ្ឋមួយចំនួនគេឧទាហរណ៍ថាយើងទៅក្នុងមណ្ឌលបោះឆ្នោតហ្នឹងបាទថាយើងចុះឈ្មោះជាអ្នក Republican គេឲ្យ selection Republican មកបាទបើយើងចុះឈ្មោះជា Democrat គេឲ្យ selection Democrat មកដូច្នេះយើងជ្រើសរើសតែនៅក្នុង Democrat ហ្នឹងទេព្រោះនេះជា primary រដ្ឋខ្លះមួយទៀតគេអាចឲ្យមិនរើសទេគេឲ្យអាចណាបោះខ្វែងឲ្យបានក៏ប៉ុន្តែភាគច្រើនគឺ primary គេបោះតែក្នុងបករបស់គេហ្នឹងបាទអញ្ចឹងដូច្នេះអ្នកដែលកដាលហ្នឹងគាត់អាច register ថា Democrat Republican នេះក៏បានដែរបាទក៏ប៉ុន្តែគាត់ប្រកាន់គោលនយោបាយកណ្ដាលនិយមដូចខ្ញុំអត់ទៅបោះបានទេពីព្រោះខ្ញុំបើគេសួរថា register នៅរដ្ឋខ្ញុំគេសួរ register Democrat ឬក៏ Republican ខ្ញុំអត់ register ជាអត់ចុះឈ្មោះជាប្រជាធិបតេយ្យឬក៏សាធារណរដ្ឋអញ្ចឹងគេអត់ឲ្យខ្ញុំបោះទេអញ្ចឹងគាត់ថាក្នុងបកគេណាគេថា primary គឺបោះក្នុងបកអញ្ចឹងហើយបាននៅក្នុងកម្ពុជាក្នុងពេលកន្លងមកគឺមានអ្នកនយោបាយមួយចំនួនគាត់ទាមទារឲ្យអញ្ចឹងឲ្យមានការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីក្នុងបកអីចឹងទៅឬក៏អភិបាលសំទោសអញ្ចឹងអភិបាលខេត្តតាមក្នុងបកសិនមុននឹងឲ្យប្រជាពលរដ្ឋគាត់បោះឲ្យអញ្ចឹងមកអញ្ចឹងបាទក៏ប៉ុន្តែនៅខ្មែរយើងអត់ទាន់មានបោះឆ្នោតអភិបាលខេត្តនៅឡើយទេណាបាទនៅតែតាំងនៅឡើយបាទគឺមានការលើកឡើងអញ្ចឹងដោយសារយកតាមគំរូសហរដ្ឋអាមេរិកមួយចំនួនដែរបាទអញ្ចឹងថងដៃអរគុណច្រើនណាបាទលបងសួងថាមិនលបងបងប្អូនព្យាយាមផ្សាយព័ត៌មានតទៅនៅខ្មែរបានច្រើនផងអរគុណបាទខ្ញុំព្យាយាមបងប៉ុន្តែមានបញ្ហាមួយចំនួនដែលជាពិសេសតទៅនឹងរឿងនយោបាយរបស់បកនេះខ្ញុំអត់ចង់និយាយទេពីព្រោះខ្ញុំដឹងថាដូចដែលខ្ញុំបានជម្រាបប្រិមត្តទាំងអស់អញ្ចឹងគឺស្ថានភាពនៅក្នុងប្រទេសកម្ពុជាវាមានច្រើនមានតន់ perfect ទេសូម្បីនៅអាមេរិកក៏មិន perfect ដែរតទៅពីរឿងពុករលួយបពុនិយមប្រជាធិបតេយ្យសិទ្ធិមនុស្សទីផ្សារកសិកម្មទីរឿងកាត់ការពីព្រៃឈើទីផ្សារកសិករវាមានច្រើនរឿងអញ្ចឹងដែរបាទអញ្ចឹងខ្ញុំមករឿងមួយចំនួនខ្ញុំទុកឲ្យអ្នកនយោបាយឬក៏ការដោះលែងអ្នកនយោបាយឬក៏ចរចាគ្នាធ្វើសម្បទាននយោបាយមានច្រើនចាំប៉ុន្តែខ្ញុំសូមមិននិយាយដល់រឿងហ្នឹងទេលបងហើយបាទពីព្រោះមិនចង់ឲ្យមានពាក់ព័ន្ធទេបាទតែពីព្រោះខ្ញុំដឹងថាប្រិមត្តយើងមួយចំនួនគាត់ទៅមួយជំហៀងហើយបើយើងនិយាយទៅយើងប៉ះខាងគាត់ទៅគាត់មិនសប្បាយចិត្តនេះដែលរៀងជួយលើកខាងគាត់នេះទៅគាត់សប្បាយចិត្តបាទខ្ញុំនិយាយការពិតការងារខ្ញុំមិនមែនជាសម្រាប់ធ្វើឲ្យអ្នកនេះសប្បាយអ្នកនោះមិនសប្បាយទេប៉ុន្តែគាត់ថាខ្ញុំខ្ជិលមិនចង់ឲ្យមានបញ្ហាពីព្រោះអីយើងគ្មានទៅបានមិនមែនចូលបារក្រុមខាងណាហើយក៏មិនបានផលប្រយោជន៍ហើយក៏មិនចង់បានទៅផលប្រយោជន៍ពីខាងគេនោះដែរបាទអញ្ចឹងដូច្នេះខ្ញុំព្យាយាមរកតែរឿងណាដែលតាក់ទងខ្មែរដែរប៉ុន្តែបើសិនជាតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកបាទដូចជា scam នោះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាហ្នឹងអញ្ចឹងខ្ញុំក៏បាទលើកឡើងបញ្ហាហ្នឹងដែរទៅដើម្បីឲ្យបានឃើញអញ្ចឹងបាទអញ្ចឹងណាបាទប្រហែលខែមុនយករឿងនយោបាយខ្លះដែរអាចនឹងពិចារណាដែររបស់បាទអញ្ចឹងវារឿងវាអញ្ចឹងខ្ញុំមិនចង់ឲ្យមានបញ្ហាអីប៉ះពាល់មនោសញ្ចេតនាឬក៏ការងាររបស់គេអីចឹងទេបាទអញ្ចឹងដូចជាអត់មានសំណួរអីទេបាទអូណាស៊ីណាសួរថាម៉េចថៃស្វាគមន៍កម្ពុជារឿងដោះស្រាយបញ្ហាសមុទ្រតើកម្ពុជាគួរធ្វើដូចម៉េចបន្តបាទសំណួរហ្នឹងល្អមែនតើបាទសំណួរហ្នឹងល្អមែនតើខ្ញុំក៏អត់ទាន់បានចំណាយពេលសិក្សាលើរឿងហ្នឹងដែរអញ្ចឹងប្រហែលជារងចាំមើលអ្នកជំនាញគេនិយាយខ្លះមកខ្ញុំនឹងអានស្ដាប់ប្រតិកម្មរបស់គេចាំខ្ញុំយកមកចែករំលែកជូនប្រិមិត្តពីព្រោះដូចខ្ញុំនិយាយចឹងតកតងរឿងបញ្ហាព្រំដែនរឿងខ្ញុំអត់ជំនាញសោះអត់ចេះហ្នឹងបាទទោះបីជាខ្ញុំទៅអានឯកសារអីខ្លះដឹងខ្លះប៉ុន្តែខ្ញុំដឹងច្បាស់ជាខ្ញុំអត់និយាយហ្មងកុំឲ្យគេថាដឹងគ្រប់រឿងពេកវាអត់មានអីជាច្បាស់លាស់ទេបាទអញ្ចឹងនិយាយទៅតាមឲ្យ credit ទៅគេបាទអរគុណច្រើនណាអរគុណច្រើនណាគេថាម៉េចpura everything sure everything អញ្ចឹងហើយបានជាបងប្អូនសូមកត់សរសើរបងប្អូនបាទអរគុណច្រើននិយាយការពិតចឹងបានបាទបើទៅលបងសួងបងប្អូនខ្មែរក្រុមមិនចង់ស្ដាប់ព័ត៌មានទៅនឹងបពុទេបងគឺចង់ដឹងពីនយោបាយជាតិខ្មែរបាទខ្ញុំដឹងយើងនៅនោះគាត់ខ្
ខ្វះខាតនៅព័ត៌មានច្រើនគាត់ត្រូវការអូឥឡូវថ្ងៃនេះអ៊ីនធឺណិតធ្វើទុកខ្ញុំបាទអញ្ចឹងសូមបញ្ចប់លាដោយបិទភ្នែកចឹងរូបមានលកាំងចំពេកបិទភ្នែកហ្នឹងបាទអញ្ចឹងអរគុណប្រិយមិត្តមិនបានឃើញខ្ញុំជម្រាបលាទេបាទឃើញតែរូបបិទភ្នែកហ្នឹងបាទសូមជម្រាបលា